ក្នុងជីវិតនេះមានមនុស្សខ្លះមិនត្រឹមតែស្ថាបនាអាជីពដែលជោគជ័យប៉ុណ្ណោះទេប៉ុន្តែថែមទាំងបន្សល់ទុកមរតកដ៏មានតម្លៃសម្រាប់សង្គមទៀតផងពិភពលោកស្គាល់ Bill Gates តាមរយៈក្តីសុបិនក្នុងការបដិវត្តបច្ចេកវិទ្យានិង Elon Musk តាមរយៈមហិច្ឆតាក្នុងការកែប្រែអនាគតរបស់មនុស្សជាតិចំណែកឯវិស័យសុខាភិបាលរបស់វៀតណាមនិងសម្រាប់មនុស្សរាប់ពាន់នាក់ដែលបានលះបង់កម្លាំងកាយចិត្តទាំងយប់ទាំងថ្ងៃនៅក្នុងសហគមន៍វិទ្យាសាស្ត្រនេះមានមេដឹកនាំម្នាក់ដែលយើងគោរពសរសើរនិងដឹងគុណជានិច្ចស្ត្រីម្នាក់ដែលបានលះបង់ពេញមួយជីវិតដើម្បីកសាងមជ្ឈមណ្ឌលសុខាភិបាលដ៏ធំមួយដែលបានក្លាយជានិមិត្តរូបរបស់ទីក្រុងបុគ្គលនោះគឺ Madam Tan Phnom សម្រាប់បុគ្គលិកសុខាភិបាលជាង1,000 អ្នកដែលកំពុងបម្រើការងារនៅទីនេះ Madam មិនត្រឹមតែជាអ្នកដឹកនាំប៉ុណ្ណោះទេប៉ុន្តែជាបុគ្គលដែលបានបំផុសគំនិតនិងដុតបញ្ឆេះក្តីស្រឡាញ់វិជ្ជាជីវៈនៅក្នុងចិត្តរបស់ពួកយើងពាក្យបង្រៀនរបស់លោកស្រីនៅតែចាក់ជ្រៅក្នុងបេះដូងរបស់ពួកយើងជានិច្ចប្រសិនបើគ្រាន់តែដើម្បីប្រាក់ខ្ញុំនឹងមិនសាងសង់មន្ទីរពេទ្យឡើយចង់ទទួលបានគឺត្រូវចេះផ្ដោតជាមុនសិនចង់រីកចម្រើនយើងត្រូវតែរួបរวมគ្នាចង់ទៅឲ្យឆ្ងាយយើងត្រូវដើរទៅជាមួយគ្នាMadam តែងតែប្រៀបធៀបយន្តហោះដែលហោះបញ្ច្រាស់ខ្យល់ទៅនឹងលក្ខខណ្ឌចាំបាច់សម្រាប់អង្គភាពមួយក្នុងការដំណើរការយ៉ាងរលូននិងរីកចម្រើនកាន់តែរឹងមាំរឿងនិទានអំពីចង្កឹះមួយកញ្ចប់ក៏តែងរំលឹកដល់ពួកយើងម្នាក់អំពីអំណាចនៃសាមគ្គីភាពផងដែរហើយលើសពីអ្វីទាំងអស់មានពាក្យនេះចំនួន4ម៉ាត់ដែល Madam តែងតែសង្កត់ធ្ងន់ជានិច្ចសុចរិតភាពភក្តីភាពតម្លៃទាំងនេះបានក្លាយជាគោលការណ៍ដឹកនាំសម្រាប់សហគមន៍សុខាភិបាលទាំងមូលរបស់ពួកយើងក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងការបម្រើសង្គមដោយបេះដូងពោពេញដោយមេត្តាករុណារបស់អ្នកជំនាញសុខាភិបាលថ្ងៃនេះសូមយើងទាំងអស់គ្នារំលឹកឡើងវិញអំពីដំណើរដ៏អស្ចារ្យនិងពោពេញដោយការបំផុសគំនិតរបស់ Madam Tan Phnom ស្ត្រីម្នាក់ដែលបានលះបង់ពេញមួយជីវិតដើម្បីកសាងតំបន់សុខាភិបាលបច្ចេកវិទ្យាខ្ពស់នៃទីក្រុងហូជីមិញMadam កើតនិងធំធាត់នៅស្រុកស៊ិនទីងស៊ិនហងខេត្តខ្វាងងាយខុងយេដែលជាតំបន់ជនបទក្តៅហួតហែងដោយពន្លឺថ្ងៃក្នុងគ្រួសារមួយដែលពោពេញដោយស្មារតីបដិវត្តនិងប្រពៃណីអប់រំដ៏រឹងមាំតាំងពីវ័យក្មេងលោកស្រីបានផ្ទុកនៅក្នុងចិត្តនូវក្តីសុបិនចង់ពាក់អាវរបស់វិជ្ជាជីវៈវិទ្យាសាស្ត្រក្តីសុបិនដ៏សាមញ្ញមួយប៉ុន្តែពោពេញដោយមនុស្សធម៌និងក្តីមេត្តាករុណាលោកស្រីបានសិក្សានៅសាលាវិទ្យាសាស្ត្រញ៉ាបងដែលបច្ចុប្បន្នមានឈ្មោះថាមហាវិទ្យាល័យវិទ្យាសាស្ត្រនិងតែត្រឹមបន្ទាប់ពីបញ្ចប់ការសិក្សាលោកស្រីបានបម្រើការជាជំនួយការវិទ្យាសាស្ត្រនៅអង្គភាពភូមិសាស្ត្រកណ្ដាលលេខ502 Central Geological Division 502ប៉ុន្តែជីវិតមិនដែលងាយស្រួលឡើយ Madam ត្រូវបង្ខំចិត្តផ្អាកដំណើរវិទ្យាសាស្ត្ររបស់ខ្លួននៅឆ្នាំ1988លោកស្រីបានផ្លាស់មកទីក្រុងហូជីមិញដើម្បីចាប់ផ្ដើមជីវិតថ្មីសាជាថ្មីទ្រព្យសម្បត្តិតែមួយដែលលោកស្រីមាននៅពេលនោះគឺកង់ចាស់មួយម្ដាយវ័យចំណាស់និងកូនតូច3នាក់គ្មានដើមទុនគ្មានអ្នកជួយគាំទ្រមានតែការតាំងចិត្តនិងឆន្ទៈដ៏រឹងមាំក្នុងការរស់រានមានជីវិតប៉ុណ្ណោះការងារដំបូងរបស់លោកស្រីគឺប្រមូលកម្ទេចឈើក្រអូប Agarwood ដើម្បីចម្រាញ់ប្រេងក្រអូបនិងរកចំណូលចិញ្ចឹមជីវិតពីឆ្នាំដ៏លំបាកទាំងនោះដំណើរដ៏អស្ចារ្យមួយក៏បានចាប់ផ្ដើមឡើងនៅឆ្នាំ1993 Madam បានមើលឃើញថាប្រជាជនវៀតណាមជិត 80% នៅតែពឹងផ្អែកលើកង់និងស៊ីក្លូខណៈដែលម៉ូតូនៅតែជាទ្រព្យប្រណិតដែលគ្រួសារជាច្រើនមិនអាចទិញបានដោយមើលឃើញតម្រូវការជាក់ស្ដែងរបស់សង្គមលោកស្រីបានសម្រេចចិត្តចូលទៅក្នុងវិស័យម៉ូតូដើម្បីនាំយកម៉ូតូដែលមានតម្លៃសមរម្យមកជូនប្រជាជនវៀតណាមក្នុងរយៈពេលត្រឹមតែ6ខែប៉ុណ្ណោះ Madam Tan Phnom បានចែកចាយម៉ូតូរាប់ពាន់គ្រឿងទៅកាន់ទីផ្សារនិងក្លាយជាអ្នកចែកចាយផ្ដាច់មុខនៅវៀតណាមសម្រាប់ក្រុមហ៊ុន Daelim Group របស់កូរ៉េខាងត្បូងនៅឆ្នាំ2004ក្រុមហ៊ុន Camco Group របស់តៃវ៉ាន់បានជ្រើសរើសហូឡុងជាដៃគូផ្ដាច់មុខក្នុងការផលិតនិងចែកចាយនៅប្រទេសវៀតណាមរោងចក្រខ្នាតធំត្រូវបានបង្កើតឡើងហើយផលិតផលម៉ាកវៀតណាមបានចាប់ផ្ដើមនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនិងអាស៊ីអាគ្នេយ៍បន្ទាប់ពីបានកសាងមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ Madam បានពង្រីកអាជីវកម្មទៅកាន់វិស័យធនាគារអចលនទ្រព្យនិងបច្ចេកវិទ្យាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់បំផុតមួយរបស់លោកស្រីគឺការជួយនាំយកគំរូឆ្នោតកុំព្យូទ័រ White Lot មកកាន់ប្រទេសវៀតណាមបន្ទាប់ពីការតស៊ូអស់រយៈពេលជាង11ឆ្នាំដោយមិនបោះបង់គម្រោងនេះបានបង្កើតការងារសម្រាប់ពលករវៀតណាមរាប់ពាន់នាក់ប៉ុន្តែទោះបីជាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យជាច្រើនក៏ដោយបេះដូងរបស់ Madam នៅតែផ្ដោតនិងលះបង់ចំពោះវិស័យសុខាភិបាលជានិច្ចក្តីសុបិនដើមរបស់លោកស្រីមិនដែលរួចឡើយហើយនៅឆ្នាំ2008ដោយមានការគាំទ្រពិសេសពីអតីតនាយករដ្ឋមន្ត្រី Phan Van Khai តំបន់សុខាភិបាលបច្ចេកវិទ្យាខ្ពស់នៃទីក្រុងហូជីមិញបានបើកការដ្ឋានសាងសង់ជាផ្លូវការវាមិនមែនគ្រាន់តែជាគម្រោងសុខាភិបាលមួយប៉ុណ្ណោះទេប៉ុន្តែជាក្តីប្រាថ្នាពេញមួយជីវិតរបស់ស្ត្រីដ៏អស្ចារ្យម្នាក់លើដីស្រែភក់លិចទឹកមួយកន្លែងនៅភាគខាងលិចនៃទីក្រុង Madam បានចាប់ផ្ដើមសាងសង់ក្តីសុបិនដ៏ធំបំផុតក្នុងជីវិតរបស់លោកស្រីធ្លាប់និយាយថាការកសាងតំបន់សុខាភិបាលបច្ចេកវិទ្យាខ្ពស់នេះបានចំណាយទឹកភ្នែក1លានធុងនិងញើស1លានធុងពីការលះបង់ដ៏ធំធេងទាំងនោះ City International Hospital ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ2014បន្ទាប់មកគឺ JN 115 Hospital នៅឆ្នាំ2018មន្ទីរពេទ្យទាំងនេះមិនត្រឹមតែជាកន្លែងថែទាំសុខភាពសម្រាប់សហគមន៍ប៉ុណ្ណោះទេប៉ុន្តែក៏ជាផ្ទះរបស់បុគ្គលិកសុខាភិបាលជាង1,000 នាក់ផងដែរមនុស្សដែលកំពុងបន្តលះបង់ជីវិតរបស់ពួកគេដើម្បីបម្រើសង្គមដោយក្តីមេត្តាករុណានិងការប្តេជ្ញាចិត្ត
ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ម៉ាដេមបានធ្វើសេចក្តីសម្រេចដ៏ក្លាហានក្នុងការដាក់ប្រព័ន្ធមន្ទីរពេទ្យទាំងមូលឲ្យឈរនៅជួរមុខដើម្បីទទួលនិងព្យាបាលអ្នកជំងឺរាប់ពាន់នាក់លើសពីវិស័យសុខាភិបាលម៉ាដេមក៏បានលះបង់ដោយអស់ពីចិត្តសម្រាប់សហគមន៍ផងដែរដើម្បីគោរពនិងដឹងគុណម្ដាយដ៏ខិតខំរបស់លោកស្រីម៉ាដេមបានវិនិយោគប្រាក់រាប់សិបពាន់លានដុល្លារវៀតណាមដើម្បីសាងសង់ផ្សារនៅខេត្តខ្វាងងាយឡើងវិញកន្លែងដែលម្ដាយរបស់លោកស្រីធ្លាប់តស៊ូយ៉ាងលំបាកក្នុងការចិញ្ចឹមកូនឲ្យធំធាត់អ្វីដែលគួរឲ្យគោរពកាន់តែខ្លាំងនោះគឺទោះបីម៉ាដេមទទួលបានសមិទ្ធផលយ៉ាងច្រើនក៏ដោយលោកស្រីមិនដែលឈប់រៀនសូត្រឡើយនៅអាយុ67ឆ្នាំលោកស្រីបានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារពី National Economics University ហើយត្រូវបានទទួលស្គាល់ថាជានិស្សិតឆ្នាំម្នាក់ប្រចាំជំនាន់បញ្ចប់ការសិក្សារបស់លោកស្រីហើយនៅថ្ងៃទី11ខែមីនាឆ្នាំ2025ម៉ាដេមបានជួបជាមួយធ្លុំនៅប្រទេសសិង្ហបុរីដោយបានបញ្ជាក់ឡើងវិញអំពីការបដិញ្ញាចិត្តក្នុងការវិនិយោគយ៉ាងខ្លាំងទៅលើប្រព័ន្ធសុខាភិបាលរបស់វៀតណាមជាពិសេសសេវាវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់ចក្ខុវិស័យរបស់លោកស្រីគឺចង់ឲ្យប្រជាជនវៀតណាមអាចទទួលបានសេវាសុខាភិបាលស្តង់ដារអន្តរជាតិនៅក្នុងប្រទេសវៀតណាមដោយចំណាយតម្លៃសមរម្យសម្រាប់ប្រជាជនវៀតណាមការលះបង់និងសមិទ្ធផលដ៏យូរអង្វែងទាំងនេះបាននាំឲ្យម៉ាដេមនិង Holom Group ទទួលបានពានរង្វាន់និងកិត្តិយសដ៏មានតម្លៃជាច្រើនទាំងក្នុងនិងក្រៅប្រទេស Holom ត្រូវបានទទួលស្គាល់ថាជាសហគ្រាសឈានមុខមួយក្នុងចំណោមសហគ្រាសកំពូលទាំង3របស់វៀតណាមខណៈដែលម៉ាដេមផ្ទាល់ក៏ត្រូវបានគេចាត់ទុកថាជាស្ត្រីមានឥទ្ធិពលបំផុតម្នាក់ក្នុងចំណោមស្ត្រីកំពូលទាំង50របស់វៀតណាមផងដែរនៅឆ្នាំ2025ម៉ាដេម Lom ក៏ត្រូវបានអាជ្ញាធរផ្ដល់កិត្តិយសជាមេដឹកនាំឆ្នាំប្រចាំតំបន់អាស៊ីប៉ុន្តែប្រហែលជារង្វាន់ដ៏ធំបំផុតសម្រាប់លោកស្រីគឺសេចក្តីស្រឡាញ់ការគោរពកោតសរសើរនិងការដឹងគុណពីសំណាក់មនុស្សរាប់ពាន់នាក់ហើយនៅថ្ងៃនេះវេជ្ជបណ្ឌិតគីលានុបដ្ឋាយិកានិងបុគ្គលិកជាង1,000 នាក់នៃតំបន់សុខាភិបាលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញសូមប្រាជ្ញាបន្តថែរក្សានិងអភិវឌ្ឍបេតិកភណ្ឌដែលម៉ាដេមបានបន្សល់ទុកតាមរយៈសុចរិតភាពសាមគ្គីភាពនិងបេះដូងពោពេញដោយមេត្តាករុណារបស់អ្នកជំនាញសុខាភិបាលដើម្បីឲ្យមជ្ឈមណ្ឌលសុខាភិបាលនេះនៅតែជានិមិត្តរូបដ៏មានមោទនភាពរបស់ទីក្រុងជាកន្លែងដែលមនុស្សជំនាន់ក្រោយផ្ញើទុកនៅទំនុកចិត្តនិងក្តីសង្ឃឹមជានិច្ច tập trung đoàn kết phát triển